Hello សួស្តីអ្នកគ្នានេះគឺជារបៀបដែលយើងដូរឈ្មោះអញ្ចឹងដំបូងគឺយើងចុចទៅលើ setting កន្លែងហ្នឹងមកហើយយើងចុចពាក្យថា more setting ហើយយើងឃើញពាក្យថាកដាក់ change name ហើយចុចឡើង change name ហ្នឹងមកអញ្ចឹងកន្លែងនេះវាតាម account ទេមិនតាម account ទេអ្នកគ្នាវាថាដូច account ដែលយើងទិញមកគេដូរឈ្មោះម្ដងវាឡើង500អញ្ចឹងវាឡើងតាមនឹងរហូតទៅហើយកន្លែងនេះគឺយើងពេញឈ្មោះដែលយើងចង់ពេញមកចង់បានឈ្មោះអីឡើយឧទាហរណ៍ឈ្មោះមួយនេះខ្ញុំដាក់ anime ទេអញ្ចឹងយើងវាយឈ្មោះដែលយើងចង់ដាក់មកខ្ញុំវាយ coffee something ហ្នឹងណាហើយមែនឈ្មោះអង្សាខ្ញុំអានេះតែហើយណាស់នេះអញ្ចឹងកន្លែងនេះគឺវាឲ្យ return អញ្ចឹងយើងវាយឈ្មោះកន្លែងហ្នឹងម្ដងទៀតមកអាឈ្មោះដែលយើងដាក់ពីក្បាលដំបូងមិញហ្នឹងហ្នឹងហើយបន្ទាប់ពីហ្នឹងមកយើងចុចនេះមកហើយកន្លែងនេះវាឲ្យយើងសរសេរពាក្យថា confirm អញ្ចឹងយើងសរសេរពាក្យថា confirm ហ្នឹងមកកន្លែង confirm ហ្នឹងយើងសរសេរអក្សរធំណានេះកន្លែងពាក្យ no player tag in confirm អញ្ចឹង confirm តែប៉ុណ្្នឹងមកហើយបន្ទាប់មកយើងចុច OK ហ្នឹងមកប៉ុណ្្នឹងបានណាគ្នាអញ្ចឹងតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាអ្នកគ្នាមានតម្រូវការចង់ទិញ account ខ្លះឬក៏ដាក់ពេចដាក់អីអញ្ចឹងអាចតាក់ទងទៅ page Travicky Store បានគឺ page ដូចក្នុង channel ហ្នឹងអញ្ចឹងវាតប៉ុណ្្នឹងបាយអ្នក